ថៃត្រូវរងការវាយប្រហារដោយព្យុះព្រះអាទិត្យដ៏ខ្លាំងក្លាបណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធផ្កាយរណបនិង GPS ប្រិមត្តទស្សនិកជនជាទីគោរពនិងជាទីមេត្រីយើងទៅបន្តតាមដានព័ត៌មានដែលតាក់ទងទៅនឹងហេតុការណ៍កើតឡើងចម្លែកៗនៅប្រទេសថៃសម្រាប់ថ្ងៃទី22ខែមករាឆ្នាំ2026នេះតាមការចុះផ្សាយដោយសារព័ត៌មាន The Nation បានឲ្យដឹងថាប្រទេសថៃត្រូវរងគ្រោះដោយសារការវាយប្រហារពីព្យុះព្រះអាទិត្យឬគេហៅថាព្យុះម៉ាញេទិកដែលការវាយប្រហារនេះគឺខ្លាំងក្លាមែនទែនបណ្ដាលឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធផ្កាយរណបនិង GPS ក៏ដូចជាធ្វើឲ្យសីតុណ្ហភាពហក់ឡើងខ្ពស់ផងដែរតាមការចុះផ្សាយដោយសារព័ត៌មានថៃដោយដកស្រង់ទិន្នន័យពីទីភ្នាក់ងារអភិវឌ្ឍបច្ចេកវិទ្យាភូមិសាស្ត្រព័ត៌មាននិងលំហកាលពីថ្ងៃពុធទី21ខែមករា2026កន្លងទៅនេះតាមពិតទៅព្យុះនេះវាយប្រហារខ្លាំងលើប្រទេសថៃតាំងតែពីថ្ងៃច័ន្ទមកម្លេះហើយឥទ្ធិពលរបស់វាគឺបន្តមកដល់ពាក់កណ្ដាលសប្តាហ៍នេះព្យុះនេះបានបញ្ចេញឥទ្ធិពលនឹងដែនម៉ាញេទិកពីព្រះអាទិត្យមកកាន់ភពផែនដីដែលបណ្ដាលឲ្យកើតមាននៅអ្វីដែលក្រុមអ្នកវិទ្យាសាស្ត្រចាត់ទុកថាជាព្យុះម៉ាញេទិកកម្រិត G4 G4 នេះគឺជាព្យុះម៉ាញេទិកកម្រិតធ្ងន់ធ្ងរក្នុងចំណោមកម្រិតទាំង5បាទតាំងពីកម្រិតទី1ដល់កម្រិតទី5ហើយថៃបានជួបព្យុះម៉ាញេទិកកម្រិតទី4តែម្ដងដែលវាអាចបង្កឲ្យមានបាតុភូតពន្លឺអូរ៉ូរ៉ានៅតំបន់ប៉ូលហើយក្នុងករណីខ្លះវាអាចប៉ះពាល់ដល់ប្រព័ន្ធបញ្ជូនចរន្តអគ្គិសនីនៅថៃព្យុះនេះធ្វើឲ្យរំខានដល់ផ្កាយរណបដែលស្ថិតនៅកន្លងទាបនៃភពផែនដីផ្កាយរណបអាចនឹងជួបប្រទះការធ្លាក់ចុះកម្ពស់លឿនជាងធម្មតាដោយសារការកើនឡើងនៃកម្លាំងទប់ពីបរិយាកាសមិនត្រឹមតែប៉ុណ្ណោះទេវាធ្វើឲ្យប្រព័ន្ធ GPS រងផលប៉ះពាល់ជាបណ្ដោះអាសន្នដែលជះឥទ្ធិពលដល់ប្រព័ន្ធនាំផ្លូវលើសពីនេះទំនាក់ទំនងតាមវិទ្យុប្រេកង់ខ្ពស់ដែលប្រើប្រាស់ក្នុងវិស័យអាកាសចរណ៍ក៏អាចជួបប្រទះការដាច់រអាក់រអួលផងដែរដែលតម្រូវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ពីសំណាក់អាកាសយានិកនិងអ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសទោះបីជាយ៉ាងណាក៏ដោយព្យុះនេះមិនបង្កការគ្រោះថ្នាក់ដល់មនុស្សទេបាទប្រិមិត្តនេះគឺជាព័ត៌មានមួយដែលតាក់ទងទៅនឹងព្យុះព្រះអាទិត្យបាទបង្កការគំរាមកំហែងដល់ប្រព័ន្ធផ្កាយរណបបាទក៏ដូចជា GPS បាទនៅក្នុងប្រទេសថៃនេះគឺជាព័ត៌មានថ្មីគួរឲ្យចាប់អារម្មណ៍មែនទែនបន្ទាប់ពីកន្លងទៅស្រុកសៀមនេះបាទគឺជួបបញ្ហាឧបទ្ទហេតុក៏ដូចជាគ្រោះធម្មជាតិកាចសាហាវជាបន្តបន្ទាប់បាទឥឡូវនេះយើងឃើញថាសូម្បីតែព្រះអាទិត្យបាទក៏បានបញ្ចេញព្យុះឬក៏បញ្ចេញកំហឹងបាទដាក់ប្រទេសថៃផងដែរបាទដែលធ្វើឲ្យប៉ះពាល់បាទទៅដល់ប្រព័ន្ធ GPS នៅផ្កាយរណបនេះហើយកន្លងទៅយើងឃើញថាប្រទេសថៃក៏បានសាកល្បងបាញ់បង្ហោះផ្កាយរណបបាទដែលបាញ់បង្ហោះពីប្រទេសឥណ្ឌាក៏ប៉ុន្តែការបាញ់បង្ហោះនោះគឺមិនទទួលបានជោគជ័យទេបាទយើងងាកទៅមើលសេដ្ឋកិច្ចថៃវិញឥឡូវនេះបាទគឺកំពុងតែផុងជើងដោយមានកំណើនសេដ្ឋកិច្ចទាបបំផុតបាទប្រៀបធៀបជាមួយនឹងបណ្ដាប្រទេសនានានៅក្នុងតំបន់អាស៊ានដែលមានចំនួន11ប្រទេសនោះគឺបណ្ដាមកពីបាទសង្គ្រាមបាទដែលថៃឈ្លានពានលើកម្ពុជាបាទនេះគឺជាបញ្ហាធំតែម្ដងប្រិមិត្តដែលបានធ្វើឲ្យសេដ្ឋកិច្ចថៃឥឡូវនេះបាទគឺយើងឃើញថាកំពុងតែដាំក្បាលចុះហើយក្រៅពីសង្គ្រាមជាមួយកម្ពុជាបញ្ហាតាមព្រំដែនបាទជាមួយនឹងភូមាបាទក៏កំពុងតែក្លាយជាប្រធានបទក្តៅបញ្ហាបះបោរផ្ដាច់ទឹកដីនៅភាគខាងត្បូងក៏កំពុងតែមានការកក្រើកឡើងវិញយ៉ាងខ្លាំងក្នុងឆ្នាំ2025-2026នេះបញ្ហាគ្រោះធម្មជាតិបាទមានដូចជាទឹកជំនន់ខ្យល់ពុលបាទនៅទីក្រុងបាងកកទឹកជំនន់នៅភាគខាងត្បូងនៃប្រទេសបាទក៏បានបង្កផលប៉ះពាល់បាទទៅដល់វិស័យកសិកម្មវិស័យទេសចរណ៍បាទហើយបញ្ហាខ្យល់ពុលនិងបញ្ហាឆបោកបាទអនឡាញ scam នេះបាទគឺបានប៉ះពាល់ខ្លាំងមែនទែនបាទដល់វិស័យទេសចរណ៍ដែលធ្វើឲ្យភ្ញៀវទេសចរបរទេសបាទជាពិសេសគឺទេសចរចិនមានការភ័យខ្លាចមិនទៅកំសាន្តប្រទេសថៃទៀតទេបាទមានការថយចុះ 30% ឯណោះប្រិមិត្តបាទដែលបញ្ហានេះបង្កឲ្យថៃជួបវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរទាក់ទងទៅនឹងខ្យល់ពុលនេះថៃបានប្រកាសអាសន្នថាទីក្រុងបាងកកនិងខេត្តចំនួន37ទៀតបាទគឺកំពុងតែប្រឈមបាទទៅនឹងខ្យល់ពុលដល់ចំណុចពណ៌ក្រហមនិងពណ៌ទឹកក្រូចហើយវាបង្កផលប៉ះពាល់ធ្ងន់ធ្ងរមែនទែនដល់ប្រជាជនជាពិសេសនោះគឺកម្រិតភាគល្អិតនៅក្នុងខ្យល់ចូលជ្រៅទៅក្នុងសួតសូម្បីតែសរសៃឈាមក៏វាជ្រៀតចូលទៅបានដែរបាទឥឡូវនេះយើងចង់ដឹងថាតើកម្រិតនៃផលប៉ះពាល់ដោយខ្យល់ពុលនៅទីក្រុងបាងកកប្រទេសថៃនេះវាមានកម្រិតធ្ងន់ធ្ងរយ៉ាងណាតាមអ្នកវិទ្យាសាស្ត្រស្រាវជ្រាវបានរកឃើញថាភាគល្អិតនៅក្នុងខ្យល់ដែលគេហៅកាត់ថា PM2.5
បាទគឺមានអង្កត់ផ្ចិតតូចជាងឬស្មើនឹង 2.5 មីក្រូម៉ែត្របាទដែលតូចជាងសក់មនុស្សទៅទៀតបាទតូចជាងសក់មនុស្សប្រហែលជា30ដងឯណោះប្រិមិត្តនេះគឺជាភាគល្អិតតូចបាទដែលនៅក្នុងខ្យល់ដែលយើងហៅថាខ្យល់ពុលនឹងបាទវាបង្កឲ្យទៅជាខ្យល់ពុលនឹងហើយវាប៉ះពាល់ខ្លាំងមែនទែនដល់សុខភាពមនុស្សវាអាចជ្រៀតចូលបាទទៅក្នុងសួតទៅក្នុងសរសៃឈាមបង្កផលប៉ះពាល់ដល់សុខភាពតែម្ដងបាទនៅក្នុងខ្យល់ពុលនោះគឺមានសារធាតុគីមីដែលកើតចេញអំពីការដុតសម្រាមនិងផ្លាស្ទិកបាទដែលសារធាតុនេះគឺបង្កជំងឺមហារីកហើយនឹងសារធាតុមួយចំនួនទៀតដែលភាយចេញពីផ្សែងរោងចក្រនិងការដុតបាទឥន្ធនៈផូស៊ីលឬក៏យើងនិយាយដោយងាយយល់ថាគឺផ្សែងឡានផ្សែងម៉ូតូនៅតាមផ្លូវនឹងឯងនេះក៏ជាប្រភពមួយដែលបង្កើតឲ្យមានខ្យល់ពុលនៅប្រទេសថៃដែរវាខុសអំពីការចោទប្រកាន់របស់ថៃបាទដែលថៃចោទប្រកាន់ថាខ្យល់ពុលនៅថៃនេះគឺមានប្រភពមកពីប្រទេសកម្ពុជាដែលនេះគឺជាការចោទប្រកាន់ដោយគ្មានមូលដ្ឋានវិទ្យាសាស្ត្រទេយើងដឹងហើយថៃតែងតែចោទប្រកាន់កម្ពុជាគ្រប់យ៉ាងតែម្ដងប្រិមិត្តសូម្បីតែបញ្ហាដែលថៃឈ្លានពានកម្ពុជានេះបាទក៏ថៃចោទប្រកាន់ថាកម្ពុជាគឺជាអ្នកឈ្លានពានថៃដែរហើយមួយទៀតបាទតកតងទៅនឹងរឿង online scam បាទក៏ថៃចោទប្រកាន់កម្ពុជាដែរឥឡូវនេះចេញរឿងខ្យល់ពុលដែលកំពុងតែកើតមានយ៉ាងពេញបន្ទុកនៅទីក្រុងបាងកកបាទក៏ថៃចោទប្រកាន់កម្ពុជាដូចគ្នាអញ្ចឹងទេនៅទីក្រុងបាងកកនេះបាទយើងដឹងហើយថាទីក្រុងបាងកកជាទីក្រុងធំមានប្រជាជនច្រើនប្រជាជនថៃមានជាង70លាននាក់ឯណោះយានយន្តរោងចក្របាទគឺថៃមានសេដ្ឋកិច្ចធំជាងកម្ពុជាអញ្ចឹងទេគឺសកម្មភាពនៃការបញ្ចេញផ្សែងពុលពីរថយន្តពីរោងចក្រហ្នឹងគឺច្រើនណាស់ណាប្រិមិត្តប៉ុន្តែថៃបាទមិនទទួលស្គាល់កំហុសរបស់ខ្លួនបែរទៅជាទម្លាក់កំហុសមកលើកម្ពុជាវិញយើងដឹងហើយថាប្រភពនៃខ្យល់ពុលនេះបាទគឺមានមកពីយានយន្តមានប្រភពមកពីរោងចក្រឧស្សាហកម្មបាទផ្សែងចេញពីរោងចក្រឧស្សាហកម្មការដុតសម្រាមការប្រើប្រាស់បាទថាមពលក្នុងគ្រួសារជាពិសេសគឺផ្សែងចេញពីចង្ក្រានបាយនឹងតែម្ដងបាទប្រភពពីធម្មជាតិដូចជាភ្លើងឆេះព្រៃនិងបន្ទុះភ្នំភ្លើងជាដើមបញ្ហាទាំងអស់នេះសុទ្ធសឹងតែជាប្រភពនៃការធ្វើឲ្យខ្យល់ពុលនោះបាទឥឡូវនេះយើងទៅរៀបរាប់តាក់ទងទៅនឹងផលវិបាកបាទដោយសារតែការឈ្លានពានមកលើកម្ពុជាយើងឃើញថាឥឡូវនេះថ្មីត្បិតតែថៃមានភាពសប្បាយរីករាយថតបង្ហោះក្នុងបណ្ដាញសង្គមបាទតាក់ទងទៅនឹងជោគជ័យដែលថៃបានចូលឈ្លានពានទឹកដីកម្ពុជាបាទនៅតាមតំបន់មួយចំនួនធ្វើឲ្យប្រជាជនមានការគាំទ្រយោធាក៏ពិតមែនក៏ប៉ុន្តែស្របគ្នានោះដែរផលវិបាកដែលថៃឈ្លានពានកម្ពុជានេះក៏បានលេចឡើងជាបន្តបន្ទាប់នោះគឺតាក់ទងទៅនឹងបាទសេដ្ឋកិច្ចថៃកំពុងតែដាំក្បាលចុះតែម្ដងបាទយើងឃើញថាទំនាក់ទំនងពាណិជ្ជកម្មជាមួយកម្ពុជាបាទក៏ជួបបញ្ហាបាទហើយការចំណាយទៅលើសពាវុធបាទក្នុងការធ្វើសង្គ្រាមបាទក៏អស់ច្រើនឥឡូវនេះបាទកំពុងតែប្រឈមមុខទៅនឹងផ្លូវច្បាប់បាទដោយសារតែកម្ពុជាកំពុងតែតវ៉ាបាទជាមួយនឹងថៃតែម្ដងតាក់ទងទៅនឹងសកម្មភាពនៃការទន្ទ្រានឈ្លានពានទឹកដីកម្ពុជានេះហើយកន្លងទៅបាទកម្ពុជាក៏បានបាទដាក់ពាក្យប្តឹងទៅតុលាការអន្តរជាតិទាមទារឲ្យមានការដោះស្រាយនៅចំណុចបាទសំខាន់ចំនួន4គឺប្រាសាទតាមាន់តូចប្រាសាទតាមាន់ធំប្រាសាទតាកបីនិងតំបន់មុំ3បាទដែលកាលមុនសង្គ្រាមហ្នឹងគឺកម្ពុជារៀបចំឯកសារបាទប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិហើយសង្គ្រាមឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជាបានទាញទ្វារព្រំដែនបិទដោយឯកតោភាគីពីខាងថៃធ្វើឲ្យចរន្តនយោបាយមិនប្រកបប្រជាភាពតានតឹងពាណិជ្ជកម្មរហូតដល់ភាពមិនច្បាស់លាស់លើគោលនយោបាយសេដ្ឋកិច្ចសកលធ្វើឲ្យធនាគារពិភពលោកព្យាករណ៍ថាកំណើនសេដ្ឋកិច្ចថៃនឹងកើនឡើងតិចបំផុតនៅក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ទាំង11បាទគឺមានត្រឹមតែ 1.8% ប៉ុណ្ណោះក្នុងឆ្នាំ2026នេះតួលេខនេះជាការប្រកាសអាសន្នថាប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់លេខ2នៅអាស៊ានមួយនេះកំពុងបាត់បង់សន្ទុះប្រកួតប្រជែងយ៉ាងធ្ងន់ធ្ងរបំផុតការឈ្លានពានលើកម្ពុជានិងការទាញទ្វារព្រំដែនបិទដោយឯកតោភាគីរបស់ថៃគឺជាបញ្ហាប្រឈមស្នូលដ៏សំខាន់មួយដែលភ្ជង់គម្រាមកំណើនសេដ្ឋកិច្ចថៃមិនឲ្យងើបឡើងវិញខ្ពស់បានមិនបានខ្ពស់ក៏ព្រោះតែក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចសកលដែលបានចេញផ្សាយដោយធនាគារពិភពលោកបានព្យាករណ៍ថាសេដ្ឋកិច្ចរបស់ថៃនឹងកើនឡើងត្រឹមតែ 1.8% ប៉ុណ្ណោះនៅក្នុងឆ្នាំ2026ហើយនៅឆ្នាំ2027គេរំពឹងថានឹងមានកំណើនតែ 2.5% ទេទោះបីជាមានការធ្វើឲ្យប្រសើរឡើងបន្តិចបន្តួចក៏ដោយក៏ទស្សនវិស័យកំណើនសេដ្ឋកិច្ចថៃនៅតែខ្សោយជាងគេបំផុតនៅក្នុងតំបន់អាស៊ានសម្រាប់ឆ្នាំ2026ធនាគារពិភពលោកបានព្យាករណ៍ថាសេដ្ឋកិច្ចវៀតណាមនឹងមានកំណើន 6.3% ហ្វីលីពីន 5.3% ឥណ្ឌូនេស៊ី 5% កម្ពុជា 4.3% ម៉ាឡេស៊ី 4.1% ឡាវ 4% និងមីយ៉ាន់ម៉ា 3%
ប៉ុន្តែថៃមានកំណើនត្រឹមតែ 1.8% តែប៉ុណ្ណោះរវល់ផ្ដោតខ្លាំងលើការប្រើប្រាស់កម្លាំងយោធាសង្គ្រោះកម្ពុជាទាំងកំរោលជាកត្តាមួយដែលធ្វើឲ្យសេដ្ឋកិច្ចថៃដាំក្បាលចុះព្រោះតែថៃប្រហើនមើងងាយកម្ពុជាដែលជាប្រទេសតូចជាងខ្លួនដោយហ៊ានទាញច្រកទ្វារព្រំដែនបិទជាឯកតោភាគីគ្មានសួរកម្ពុជាមួយម៉ាត់ទាំងដែលកម្ពុជាជាអ្នកទិញទំនិញដ៏ធំមួយរបស់ថៃកំណើនទាបនៃសេដ្ឋកិច្ចថៃមិនមែនជារឿងចៃដន្យនោះទេក៏ព្រោះតែវាគឺជាលទ្ធផលនៃនយោបាយដ៏ចាស់គំរិលរបស់ខ្លួនដែលតែងតែយកកម្ពុជាធ្វើជាឈ្នន់នយោបាយរបស់ខ្លួនហើយបញ្ឆេះសង្គ្រាមឈ្លានពានតែម្ដងការដែលថៃព្យាយាមដាក់សម្ពាធលើកម្ពុជាមិនបានធ្វើឲ្យថៃខ្លាំងជាងមុននោះទេផ្ទុយទៅវិញបានបង្អាក់ដំណើរសេដ្ឋកិច្ចរបស់ខ្លួនឯងហើយធ្វើឲ្យកម្ពុជាកាន់តែរឹងមាំថែមមួយកម្រិតទៀតតាមរយៈស្មារតីពហិការមិនប្រើប្រាស់ផលិតផលថៃប្រសិនបើថៃនៅតែប្រកាន់គំនិតអាត្មានិយមគិតថាខ្លួនឯងអស់ចាស់ហើយនៅតែបន្តឈ្លានពានកម្ពុជាទៀតនោះប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលំដាប់លេខ2នៅតំបន់អាស៊ាននេះនឹងធ្លាក់ចូលទៅក្នុងអន្ទាក់ប្រទេសដែលមានប្រាក់ចំណូលទាបឬមធ្យមជាក់ជាមិនខានបាទឥឡូវយើងឃើញហើយលទ្ធផលដែលថៃឈ្លានពានកម្ពុជារយៈពេល1ឆ្នាំមកនេះបាទលទ្ធផលគឺសេដ្ឋកិច្ចថៃនឹងគឺដាំក្បាលចុះខ្លាំងតែម្ដងប្រៀបបានដូចជាការហែកលួយចោលឬក៏ដុតផ្ទះខ្លួនឯងដូចនេះដែរបើសិនជាថៃមិនផ្លាស់ប្ដូរការគិតហើយបន្តឈ្លានពានកម្ពុជាទៀតនោះបាទថៃអាចនឹងជួបបញ្ហាធំជាងនេះទៅទៀតបាទនោះគឺដោយសារតែទី1បាទជួបប្រទះនៅបញ្ហាគ្រោះធម្មជាតិកាន់តែធ្ងន់ធ្ងរហើយមួយទៀតបាទគឺបាត់បង់បាទផ្លូវនាំចេញដ៏សំខាន់គឺកម្ពុជានេះឯង